tổ chấm điệp su bụng mai băng bồn ọt nia ba ngày này chụp chụp mực trong ba trong cặp hạt thế đấy băng bồn ọt nia ba ai lên ní nhom mà băng rồng băng bồn ọt nia ba mò tẹt sátដោយប្រើកាយឆ្អិតបងប្អូនអរគ្នាបាទហើយអូខេតោះយើងទៅទស្សនាទាំងអស់គ្នាបាទហើយទីដែរគឺនៅខាងក្រោយផ្ទះខ្ញុំផ្ទាល់បាទនេះគឺជាសកម្មភាពនៃការចាប់សត្វបាទដោយប្រើកាយស្អិតបាទហើយយើងកំពុងតែមើលមេឃណាដែលវាអាចនឹងទុំកើតបងប្អូនអរគ្នាយើងយកមេឃនេះទៅតាមការគួរដែលបងប្អូនយល់ថាវាមានមេឃច្រើនឬមួយក៏មេឃតិចមេឃច្រើនហើយវាអាស្រ័យទៅលើកាយរបស់យើងច្រើនឬមួយក៏តិចទេបើសិនមកកាយឆ្អិតរបស់យើងច្រើនយើងដាក់មេឃឲ្យច្រើនបងប្អូនអរគ្នាបើសិនជាកាយឆ្អិតយើងតិចយើងដាក់មេឃតិចបានហើយកាយឆ្អិតខ្ញុំនេះវាមានតែមកកំប៉ុងទេអញ្ចឹងទៅខ្ញុំដាក់មេឃតិចទេបងប្អូនអរគ្នាដោយសារតែយើងមានតិចតួចអញ្ចឹងណាហើយបងប្អូនអរគ្នាសង្ឃឹមថាបងប្អូនអរគ្នាបាទតាមដានវីដេអូនេះឲ្យដល់ទីបញ្ចប់ហើយកុំភ្លេចបាទចុចតែ Subscribe និងដាក់សញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបាទចង្កាប់រហ័សបាទតោះបងប្អូនអរគ្នាក្រៅពីយើងរើសមេឃណាដែលអាចទំទុំកើតឬអាចនឹងដាក់កាវកើតយើងមកដាក់កាវរុំជាមួយខ្ញុំបាទហើយបងប្អូនអរគ្នាមើលទៅទស្សនាទៅរុំដូចខ្ញុំមកហើយបងប្អូនកុំឆ្ងល់ថាដាក់ហើយវាដាក់ហើយចោលបងប្អូនណាខ្លះថាឆ្ងល់ថាដាក់ហើយនឹងចោលប៉ុន្តែសំខាន់បំផុតគឺមិនមែនទេបងប្អូនអរគ្នាយើងដាក់ហើយយើងអាចយកវិញបានដោយសារតែយើងដាក់ទឹកបាទហើយនេះគឺជាទឹកកន្លែងខ្ញុំដាក់នេះគឺតំណងបងប្អូនអរគ្នាព្រៃនេះក្រោយផ្ទះខ្ញុំតល់ប៉ុន្តែចាំមើលសិនបងប្អូនអរគ្នាមិនដឹងជាមានសត្វអត់ទេហើយខ្ញុំដាក់នេះគឺដាក់ចាប់ស្រុកដើម្បីកំសាន្តលេងទេបងប្អូនអរគ្នាដើម្បីកំសាន្តលេងថ្ងៃដែលឈប់សម្រាកអញ្ចឹងពីការងារអញ្ចឹងនឹងអាទិត្យសៅរ៍អញ្ចឹងអត់ស្រុកទៅយើងមកដាក់លេងអញ្ចឹងបងប្អូនហើយនេះយើងកំពុងតែរុំរៀបចំរុំឲ្យស្អាតសមរុំហើយបានយើងទៅដាក់បាទហើយទីទៀតនេះខ្ញុំនឹងប្រាប់បងប្អូនអរគ្នាពីរបៀបនៃការដាក់បាទអញ្ចឹងបងប្អូនអរគ្នាទៅតាមដានទាំងអស់គ្នានៅសកម្មភាពដែលខ្ញុំដាក់កាយស្អិតនេះបាទឥឡូវនេះបងប្អូនអរគ្នាយើងរុំហើយរួចរាល់ហើយអញ្ចឹងយើងទៅទស្សនាទាំងអស់គ្នាពីរបៀបនៃការដាក់ខ្ញុំនឹងប្រាប់បងប្អូនអរគ្នានៅវីដេអូក្រោយហើយវីដេអូនេះខ្ញុំបានប្រាប់បងប្អូនអរគ្នាហើយពីរបៀបនៃការធ្វើកាយបាទធ្វើកាយឆ្អិតនេះខ្ញុំធ្វើវីដេអូមុនអញ្ចឹងបងប្អូនណាដែលមិនទាន់នឹងដឹងថាកាយនេះធ្វើមកពីអីបងប្អូនអាចចូលទៅ channel ខ្ញុំបាទចង្កាប់រហ័សនឹងហើយចូលមើលនៅវីដេអូខ្ញុំពីមុនដែលខ្ញុំផុសពីមុនបងប្អូននឹងដឹងពីរបៀបនៃការធ្វើកាយឆ្អិតនេះហើយបងប្អូនណាយើងកាត់ម្លែងចោលវានេះតែឆ្ងាញ់តែឃើញបាទនោះវិញស្រួលហុំឃើញអានោះវាស្រួលហុំហើយបានស្អុយពេញខ្លួនឃើញពងហុំឃើញក្បាស់ស្ទេងហ្មងអូអោរប៉ាណាណៃតើនោះអូចាប់ទៀតហើយបាទចុះនេះមួយទៅឥឡូវតាមវាស៊ីបាយអស់ឡូវនេះហើយបាយមែនហ្នឹងក៏ហេវតាមដល់បាទអូជ្រឿហ្នឹងហ៎ចង់ស្អីទៅទៀមមកនេះបងប្អូននេះឃើញនេះហូបយ៉ាងហើយបងប្អូនអរគ្នាបាទហើយចាំទស្សនាការដាក់ទាំងអស់គ្នាបាទតោះយើងតែនេះព្រៃហើយដាក់តោះអញ្ចឹងយើងទៅតាមដានការដាក់ទាំងអស់គ្នាតោះឥឡូវនេះយើងមកទស្សនាអំពីរបៀបនៃការដាក់បាទនេះបងប្អូនអរគ្នាយើងដាក់អញ្ចឹងយើងដាក់បញ្ឈរអញ្ចឹងអែបគៀនព្រៃអញ្ចឹងមកហើយយើងចាក់ speaker នៅពីក្រោមមកបងប្អូនអរគ្នាចាក់សំឡេងសត្វក៏ខ្ញុំមានផងនៅក្នុង YouTube ដែរបងប្អូនណាគាត់នេះអាចទៅចូលមើលក្នុង channel ខ្ញុំបាទកាប់ហិតទាំងបានបាទអញ្ចឹងបងប្អូនអរគ្នាទៅដោតចឹងមកហើយចុះអូខេយើងកុំនៅសាមញ៉ាំជឿយើងទៅទស្សនានៅវីដេអូនេះទាំងអស់គ្នាបាទនៅសំឡេងផ្ទាល់ដាក់ផ្ទាល់ទាំងអស់គ្នាមួយខ្ញុំបាទចុះអូខេតាមដានទាំងអស់គ្នានៅរបៀបនៃការដាក់ចាប់គ្រប់បាទ
nó chóng ngủ đánh vô thân này vô thân này phát á pi nó anh ta mình thò rồi vui thích nhưng mà cá phải vô thân được mua lại hơn nàyต่อโอเคទៅស្ដីមកបងប្អូនបាទឥឡូវនេះវីដេអូខ្ញុំបាទចង្កាប់រហ័សបាទថតបង្ហាញប្រាប់បងប្អូនពីរបៀបនៃការចាប់ក្រកតែប៉ុណ្្នឹងឯងហើយបងប្អូនណាមានចម្ងល់អីតាក់ទងជាមួយនឹងការចាប់សត្វនេះឬមួយក៏តាក់ទងជាមួយនឹងការធ្វើការសត្វអីបងប្អូនអាច comment លើខាងក្រោម channel ខ្ញុំបាទចង្កាប់រហ័សនេះបានបាទអញ្ចឹងតោះអូខេ let's go វីដេអូខ្ញុំបាទមានតែប៉ុណ្្នឹងឯងចាំជួបគ្នានៅវីដេអូក្រោយហើយកុំភ្លេចបាទទៅចុច subscribe ទាំងអស់គ្នាហើយនឹងស្នាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានវីដេអូថ្មីៗពីខ្ញុំបានចង្កាប់រហ័សតោះអូខេបងប្អូនបាយបាយទាំងអស់គ្នាបាទជួបគ្នានៅវីដេអូក្រោយទៀតតោះអូខេបាយបាយ